នេះបងប្អូនមកក្រោយខ្នងខ្ញុំមើលបងប្អូននេះមើលធៀងបងប្អូនឡាធំនេះមានប្រយោជន៍ណាស់បងប្អូនបងប្អូនតើបងប្អូនដឹងថាដើមត្រាំងមានប្រយោជន៍ប៉ុណ្ណាអត់បងប្អូនតាំងពីធៀងតាំងពីស្លឹកតាំងពីគមណាបងប្អូនមានប្រយោជន៍ទាំងអស់ណាបងប្អូនចំណែកគមវិញយកស្លឹកកកូរយ៉ាងឆ្ងាញ់បងប្អូនចំណែកធៀងវិញយកធ្វើចង្កឹះឬវែកឆាវែកជ្រោយបាយបងប្អូនហើយដងសន្ទូចទេណាបងប្អូនចំណែកស្លឹកវិញបងប្អូនយកប្រក់ដំបូលបងប្អូនអើយត្រជាក់ល្អណាស់បងប្អូនប្រក់ដំបូលខ្ទមដំបុកកញ្ចុះណាបងប្អូននេះបងប្អូនមកក្រោយខ្នងខ្ញុំមើលបងប្អូននេះឡើងធំបងប្អូនខ្ញុំអត់បានកាប់ទេណាបងប្អូនទុកឲ្យកូនចៅស្គាល់បងប្អូនអើយថាដើមខ្ជែងនេះបងប្អូនឬដើមត្រាំងបងប្អូនណាហ្នឹងហើយនៅស្រុកក្រោមគេហៅដើមត្រាំងបងប្អូននៅស្រុកខេត្តព្រះវិហារគេហៅដើមខ្ជែងណាបងប្អូនណាហ្នឹងហើយដើមនេះមានអត្ថប្រយោជន៍ណាស់បងប្អូនអើយនឹងអាចកាប់ទេទុកឲ្យកូនចៅមើលថាមានដើមខ្ជែងដូចដើមជ្រែដែរបងប្អូនដូចដើមជ្រែប៉ុន្តែដើមជ្រែធៀងវាពណ៌សណាបងប្អូនដើមខ្ជែងអត់សទេនេះបងប្អូនខ្មៅនេះបងប្អូនយកធ្វើចង្កឹះណាបងប្អូនណានេះធ្វើចង្កឹះឬដងសន្ទូចវែកជ្រោយបាយវែកឆាធ្វើបានគ្រប់មុខបងប្អូននឹងឲ្យក្លិនល្អណាស់បងប្អូនមិនមែនយកអានេះទេណាបងប្អូនយកខ្មៅនេះបងប្អូននេះបលានេះណាបងប្អូននេះត្រឹមនេះគេយកធ្វើចង្កឹះយកធ្វើវែកជ្រោយបាយស្លាបព្រាក៏បានណាបងប្អូនធ្វើបានគ្រប់មុខបងប្អូនអើយចំណែកខាងនេះវិញអត់ធ្វើអីទេបងប្អូនហ្នឹងហើយអត់មានក្លឹមទេណាបងប្អូននេះក្លឹមខ្មៅនេះណាបងប្អូននេះបងប្អូនមើលនេះហើយធំណាស់បងប្អូនអើយធំមែនតើណាបងប្អូននេះហើយក្លឹមល្អណាស់បងប្អូនគ្រប់ធៀងទាំងអស់បងប្អូនក្លឹមល្អមែនតើនេះមើលនេះមានក្លឹមធំចង់ប៉ុនបាត់ដៃបងប្អូនអានេះធ្វើវែកឆាបានណាបងប្អូនធ្វើវែកឆាក៏បានបងប្អូនហ្នឹងហើយខ្ញុំធ្វើបានណាបងប្អូនធ្វើវែកឆាធ្វើវែកសម្លវែកដួសបាយក៏បានដែរបងប្អូនហ្នឹងហើយនេះស្រេចតែយើងធ្វើទេណាបងប្អូនយើងកែច្នៃជាអ្វីក៏បានបងប្អូនចំណែកស្លឹកវិញយកវិញនំក៏បានបងប្អូនហ្នឹងហើយធ្វើចំណងចងនំក៏បានបងប្អូនអើយមានប្រយោជន៍មែនតើណាបងប្អូនហ្នឹងហើយដុះក្នុងព្រៃទេណាបងប្អូនប៉ុន្តែនេះនៅក្នុងចំការខ្ញុំបងប្អូនអើយនេះចំការខ្ញុំមានដាំដូងដាំអីចឹងដែរណាបងប្អូនហ្នឹងហើយមានច្រើនមុខដំណាំគឺមានដាំខ្នុរដែរណាបងប្អូនលោកបងប្អូនមើលធំមកបងប្អូនអើយហើយតិចណាបងប្អូនមកលុបឡើងតិចហ្នឹងហើយខ្ញុំធ្វើតោកកន្លែងហ្នឹងមួយតុងអង្គុយលេងណាបងប្អូននេះមើលតិចណាបងប្អូនអើយប៉ុន្តែខ្ញុំបានប្រក់ស្លឹកទេបងប្អូនខ្ញុំបានកាប់បងប្អូនអើយស្ដាយស្លឹកបងប្អូនហ្នឹងហើយទុកឲ្យដុះអញ្ចឹងស្អាតហើយតិចទេណាបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងណាបងប្អូនសូមបងប្អូនជួយគាំទ្រវីដេអូរបស់ខ្ញុំបានផងណាបងប្អូនហើយខ្ញុំក៏អរគុណច្រើនបងប្អូនដែលតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតមកដល់ចប់ណាបងប្អូនអរគុណច្រើនសូមជម្រាបលា